ការវិវត្តរបស់ទារកនៅក្នុងផ្ទៃនៅ19សប្តាហ៍កូនម៉ែនៅ19សប្តាហ៍នេះប្រហែលជាប៉ិនផ្លែស្វាយកៅល្មៀតរៀងធំហើយម៉ែខ្លះក៏រៀងខ្ទាតពោះរៀងធំដែរម៉ែដឹងអត់កូននៅ19សប្តាហ៍ហ្នឹងណាចាប់ផ្ដើមមានសារធាតុមួយយ៉ាងហ្នឹងឈ្មោះថា Wernicke caseosa ដែលវារបៀបសដែលគាត់រុំព័ទ្ធខ្លួនរបស់កូនយើងណាខ្ញុំជឿថាពេលដែលទារកមួយចំនួនគាត់កើតមកគឺមានអាចមើលឃើញនៅជាប់ខ្លះគេហៅកណកសដែលនៅជាប់ខ្លួនកណកសហ្នឹងគឺមានសារៈសំខាន់មែនទែនដើម្បីការពារស្បែករបស់កូនហើយចាស់ភាគច្រើនគាត់ថាមកពីយើងញ៉ាំបបរឬមួយក៏យើងញ៉ាំរបៀបរបស់រៀងខាប់ប៉ែចឹងទៅពណ៌សទៅជាប់កូនតែប៉ិតអត់ទេអាហ្នឹងគឺជាសារធាតុមួយយ៉ាងដែលជួយទៅដល់ស្បែករបស់កូនតាំងពីនៅក្នុងផ្ទៃមកម្លេះគ្រាន់តែទារកខ្លះពេលដែលគាត់កើតមកអាចមកច្រើនទៅដល់ពេលទារកខ្លះអត់ទេគឺគាត់របកឬមួយក៏ចេញពីក្នុងផ្ទៃអស់ហើយជាតិសហ្នឹងមានតាំងពី19សប្តាហ៍នៅក្នុងផ្ទៃមកម្លេះនៅក្នុងសប្តាហ៍ទី19នេះរូបរាងកាយរបស់គាត់បកកាពែពោះវៀនសួតគឺកំពុងតែលូតលាស់ទាំងអស់មានន័យថាកំពុងតែលូតលាស់គ្រប់បែបយ៉ាងអញ្ចឹងមែនតើហ្មងគឺមនុស្សជាកូនមនុស្សសុទ្ធតែម្ដងសូម្បីតែម្រាមដៃម្រាមជើងហ្នឹងក៏មានចេញមកចេញជារូបរាងព្រាមដៃម្រាមជើងហើយតែគ្រាន់តែថានៅពេលដែលយើងទៅអេកូពេលខ្លះទៅតូចពេកពេទ្យអត់ទាន់មើលរហូតដល់ពេលដែលគេធ្វើ anatomy scan បានពេទ្យចាប់ផ្ដើមរាប់ម្រាមដៃម្រាមជើងហើយនឹងរូបរាងកាយរបស់គាត់ទាំងអស់ចំពោះម៉ែវិញបើសិនជានៅក្នុងត្រីមាសទី2នេះមានអាការៈរបៀបជាលមូលកពើឬមួយក៏ឈឺសាច់ដុំឈឺអីអាហ្នឹងក៏វាជារឿងធម្មតាមួយដែរប៉ុន្តែយើងអាចការពារវាបានតាមរយៈការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក៏ដូចជាទទួលទានអាហារឲ្យបានគ្រប់គ្រាន់ហើយអាហារដែលសម្បូរទៅដោយផ្លែឈើធម្មជាតិមានជីវជាតិខ្ពស់មានជាតិកាល់ស្យូមប៉ូតាស្យូមនឹងជួយយើងបានច្រើន